បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះយើងបដូរអារម្មណ៍ក្រឡេកមកមើលការតុបតែងការរៀបចំការដេក័រនៅក្នុងវត្តវ៉ារិនហៅវត្តប្រៃលៀបណាបងប្អូនអញ្ចឹងគណៈកម្មការចៅអធិការព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តគឺមានការសហការគ្នាល្អមែនតើគឺវត្តវ៉ារិនហៅវត្តប្រៃលៀបនេះគឺគាត់សហការគ្នាក្នុងការតុបតែងណាលម្អរចនាបែបបទនៅក្នុងវត្តដើម្បីទទួលសង្គ្រាមឆ្នាំថ្មីនេះគឺរៀបចំស្អាតណាស់បងប្អូនតាំងពីផ្លូវចូលរហូតទៅដល់ខាងក្នុងវត្តតែម្ដងណាអញ្ចឹងបងប្អូនចូលរួមទៅទស្សនាទាំងអស់គ្នាហើយវត្តបានរៀបចំស្អាតណាស់បងប្អូនតាមបែបប្រពៃណីខ្មែរយើងគឺមានដាក់នៅរទេះគោណាគឺមានកឆេល្អីអីគឺតាមបែបខ្មែររបស់យើងទាំងអស់គឺពិសេសគឺផ្លែត្នោតរបស់ខ្មែរយើងបងប្អូនគឺជាតំណាងឲ្យប្រទេសជាតិខ្មែរយើងគឺមានក្រមាមានមុខស្លឹកមុខអីចឹងទៅណាបងប្អូនគឺបែបប្រពៃណីបុរាណខ្មែររបស់យើងមានក្អមមានក្អាត់មានកេងក្អាងអីចឹងទៅបងប្អូនណានឹងហើយការទទួលសង្គ្រាមនេះគឺបងប្អូនគឺមានការប្រគំតន្ត្រីគឺរយៈពេល3យប់3ថ្ងៃតែម្ដងណាបងប្អូនអញ្ចឹងបងប្អូនកុំភ្លេចមកលេងឆ្នាំនេះដឹងតែសប្បាយខុបតែម្ដងណាបងប្អូនបើនិយាយអំពីវត្តវត្តរិនហៅវត្តប្រៃលៀបនេះបងប្អូនមិនមែនតែឆ្នាំហ្នឹងទេគឺសឹងតែរាល់ឆ្នាំមានការតុបតែងស្អាតមែនតើបងប្អូនហើយគឺសប្បាយណាបងប្អូនគឺវត្តវត្តរិនហៅវត្តប្រៃលៀបនេះណាចឹងបងប្អូនកុំភ្លេចមកកំសាន្តលេងសប្បាយទាំងអស់គ្នានៅថ្ងៃទី14 15 16ណាអញ្ចឹងពិសេសអ្នកដែលនៅក្នុងទីក្រុងភ្នំពេញយើងហ្នឹងណាបងប្អូនគឺងាយស្រួលក្នុងការមកកំសាន្តលេងមែនតើដោយមិនចាំបាច់ធ្វើដំណើរឆ្លងទឹកឆ្លងភក់អីទេណាបងប្អូនអាចមកកំសាន្តសប្បាយទាំងអស់គ្នាណាមានការលេងតន្ត្រីអ្នកដែលនិយមបែបចាក់ក្បាច់តាលុងអីអាចមកចាក់ជាមួយខ្ញុំបានណាបងប្អូនខ្ញុំនឹងរងចាំបងប្អូនទាំងអស់គ្នានៅនេះគឺ3យប់3ថ្ងៃដើម្បីលេងសប្បាយកំសាន្តទាំងអស់គ្នាណាបងប្អូនហើយមានការលេងល្បែងល្បាំបែបប្រពៃណីខ្មែរអីជាច្រើនទៀតណាបងប្អូនអញ្ចឹងកុំភ្លេចមកលេងណាបងប្អូនហ្នឹងហើយពិសេសគឺអ្នកនៅទីក្រុងតែម្ដងគឺងាយស្រួលក្នុងការមករកណានេះបងប្អូនមើលនេះគឺជាលក្ខណៈការតុបតែងផ្លែឈើអីច្រើនមែនតើការតុបតែងហ្នឹងគឺលក្ខណៈពូនជាភ្នំហ្មងណាអំពៅផ្លែឈើគ្រប់មុខពូនលកោដូចភ្នំអញ្ចឹងបងប្អូនណានេះគឺឆាកតន្ត្រីរបស់គេដើម្បីប្រគំនៅថ្ងៃនេះហើយថ្ងៃដែលខ្ញុំមកថតនេះគឺជាថ្ងៃដែលទូរទស្សន៍ទៅគេបានមកថតណាគេបានមកថតគេបានមកសម្ដែងជាលក្ខណៈជាសូជាអីចឹងជាប្រពៃណីខ្មែររបស់យើងណាអញ្ចឹងបងប្អូនអញ្ចឹងអូខេអញ្ចឹងកុំភ្លេចណាបងប្អូនគឺការតុបតែងរបស់វត្តគឺមើលទៅគឺគួរឲ្យចាប់ចិត្តគឺស្អាតណាស់បងប្អូនអញ្ចឹងបងប្អូនយើងគ្រាន់តែក្រឡេកមើលទស្សនវិជ្ជាការរៀបចំការតុបតែងនេះក៏យើងមានអារម្មណ៍ថាចង់មកលេងចង់មកកំសាន្តដែរណាបងប្អូនគឺមានការរៀបចំបានស្អាតល្អមែនតើគឺល្អណាស់បងប្អូនអញ្ចឹងខ្ញុំសូមកោតសរសើរដែលវត្តវ៉ារិនហៅវត្តប្រៃលៀបនេះតែម្ដងណាបងប្អូនអញ្ចឹងកុំភ្លេចណាបងប្អូនអញ្ជើញមកលេងកំសាន្តទាំងអស់គ្នានៅថ្ងៃទី14 15 16ចឹងណាអញ្ចឹងមកកំសាន្តទាំងអស់គ្នាអូខេវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនជាចុងក្រោយសូមជូនពរបងប្អូនទាំងអស់គ្នាសុខសប្បាយជួបតែសេចក្តីសុខទាំងអស់គ្នាអរគុណសូមគោរពលាបងប្អូន